បាទសូមជម្រាបសួរពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹង Channel SB Report ដែលជា Channel ថតនៅសត្វផ្សេងៗក៏ដូចជាដំណើរកម្សាន្តនៅក្នុងតំបន់បាទជាច្រើននៅក្នុងប្រទេសកម្ពុជាបាទសម្រាប់ទឹកសមុទ្រនេះគឺប្រសិនបើមានរដូវគេហៅថារដូវភ្លៀងបាទមានភ្លៀងធ្លាក់ច្រើនគឺបាទទឹកសមុទ្រគៀនហ្នឹងបាទប្រែទៅជាល្អក់កកឬក៏សម្បូរដីខ្សាច់យើងពិបាកក្នុងការងូតពិបាកក្នុងការលេងបាទប៉ុន្តែប្រសិនបើបាទមិនមានភ្លៀងធ្លាក់ទេបាទគឺទឹកសមុទ្រហ្នឹងប្រែទៅជាថ្លាល្អបាទគួរចង់លេងតែម្ដងបាទបាទហើយសម្រាប់នៅពេលព្រឹកឡើងគឺទឹកសមុទ្រហ្នឹងគឺត្រូវបានស្រកបាទស្រកទៅអញ្ចឹងទៅបាទយើងមើលពីជ្រាំងមកដល់បាទទឹកហ្នឹងគឺថាស្រកបាទច្រើនម៉ែត្រមែនទែនហើយសម្រាប់នៅពេលដែលល្ងាចឡើងឬក៏មានភ្លៀងធ្លាក់ច្រើនបាទទឹកសមុទ្រហ្នឹងគឺឡើងបាទមកដល់ជ្រាំងបាទទឹកបបោហូរហៀរតែម្ដងបាទបាទបើយើងទស្សនាតកតូននឹងទិដ្ឋភាពបាទពីលើអាគារមកបងប្អូនណាបាទគឺថាខ្ញុំបានថតបាទផ្ទៃទឹកសមុទ្រពីលើអាគារមកមើលទៅគឺថាបាទធំធេងល្វឹងល្វើយតែម្ដងបាទសម្រាប់បងប្អូនដែលគាត់បាទមិនបានមកទស្សនានៅផ្ទៃសមុទ្រណាបាទយើងមើលទៅគឺថាប្លែកភ្នែកបាទបាទគឺថាមើលទៅគឺគេហៅលក្ខណៈថាបាទអស់ទុក្ខកង្វល់តែម្ដងបាទបាទដូចដែលបងប្អូនបានដឹងរួចមកហើយគឺថាបាទសម្រាប់សមុទ្រវិញគឺថាសម្បូរនៅសត្វបាទច្រើនប្រភេទមែនទែនបាទនេះគឺជាកូនក្តាមបាទបងប្អូនណាកូនក្តាមបាទកូនក្តាមសមុទ្រទូចតែម្ដងបាទប៉ិនប្រហែលជាម្រាមដៃបាទនៅពេលដែលទឹកសមុទ្របានស្រកហ្នឹងគឺថាកូនក្តាមវាបានចេញពីរុនបាទរុនដែលវាធ្វើនៅបាទដីខ្សាច់ណាបាទហើយបាទវាកាយបាទដីខ្សាច់នឹងធ្វើជារូនទូចបាទមកខ្លួនវាបាទចូលទៅក្នុងហើយបើសិនបើទឹកសមុទ្រនឹងបាទឡើងខ្លាំងជាងទៅបាទពួកវាគឺចូលទៅក្នុងរុននឹងតែម្ដងហើយបើសិនបើបាទទឹកសមុទ្រនឹងព្រឹកឡើងវារីងស្រកទៅវិញគឺក្តាមនឹងគឺអាចចេញពីរុនបាទសម្បូរមែនទែនបងប្អូនបាទច្រើនឡើងមិនរាប់ម៉ឺនរាប់សែនតែម្ដងកូនក្តាមបងប្អូនណាបាទបាទមិនត្រឹមតែមាននៅកូនក្តាមឬក៏សត្វផ្សេងទេបាទគឺថាសត្វច្រើនប្រភេទដែលនៅនឹងសមុទ្រហ្នឹងគឺថាខ្ញុំបាទក៏មិនស្គាល់អស់ដែរបាទក៏ថាខ្លះក៏និយាយខុសបាទខ្លះក៏និយាយត្រូវឬក៏រៀបរាប់ខុសតែម្ដងគឺថាមិនជំនាញខាងសត្វសមុទ្រទេបងប្អូនណាបាទក៏ថាយើងដើរលេងកម្សាន្តឃើញសត្វបាទប្លែកវានៅប្លែកជាលក្ខណៈបាទផ្សេងគ្នាចឹងទៅបាទហើយកូនក្តាមនេះបាទកូនក្តាមសមុទ្រនេះគឺថាបាទរត់លឿនជាងក្តាមស្រែទៅទៀតបងប្អូនណាបាទយើងធ្លាប់តែចាប់នៅក្តាមស្រែគឺលឿនគឺយឺតណាបាទយើងអាចចាប់បានទាំងលើគោកទាំងនៅក្នុងទឹកគឺយើងចាប់បានលឿនជាងគេហៅចាប់បានងាយណាបាទប៉ុន្តែសម្រាប់កូនក្តាមសមុទ្រនេះឬក៏ក្តាមសមុទ្រនេះគឺថារត់លឿនតែម្ដងបងប្អូនត្រឹមម្នាក់ពីរនាក់គឺថាបើចាប់វាមិនតាន់នេះគឺរត់លឿនតែម្ដងបាទបាទហើយសម្រាប់ប្រភេទនេះវិញបងប្អូនមិនដឹងថាសត្វស្អីទៅស្អីទេបងប្អូនណាគឺថាបាទមើលមករុំខ្លួនរបស់វានឹងគឺថាដីខ្សាច់បាទដីខ្សាច់រុំមកជុំវិញខ្លួនរបស់វាហើយបាទហើយខ្លះក៏គេហៅថាបាទសារាយសមុទ្របាទហើយមិនដឹងថាស្អីទៅស្អីទេបងប្អូនណាហើយខ្ញុំមិនស្គាល់ពីច្បាស់ដែរបាទហើយសាច់វារៀងធលបាទមិនដឹងថាសត្វឬក៏ទីស្អីទេបងប្អូនបាទមិនដឹងគេហៅថាសារាយសមុទ្រឬក៏យ៉ាងម៉េចណាបាទហើយខ្លះទៅគេថាបាទប៉ះវាគឺបាទលមាស់ដៃបាទប៉ុន្តែខ្ញុំបានព្យាយាមប៉ះវាដែរគឺជាមិនអីទេបាទមិនលមាស់ដៃរបស់អីទេប៉ុន្តែគាត់ថាយើងកាន់មើលទៅរៀងល្អៀងធលបាទគួរឲ្យព្រឺរោមដែរបងប្អូនព្រោះថាយើងមិនស្គាល់បាទសម្រាប់នៅខេត្តកោះកុងវិញគឺមានបាទកន្លែងលេងកម្សាន្តបាទច្រើនប្រភេទបាទមិនថានៅខាងច្រកច័ន្ទយាមបាទឬក៏នៅបាទនៅខាងបាក់ខ្លងអីទេគឺនៅខាងបាទដងតុងឬក៏បាក់ខ្លងទេគឺថាមានតំបន់បាទទស្សនាតំបន់លេងបាទជាច្រើននៅតាមមាត់សមុទ្រណាបាទអានេះដឹងស្អីទៅស្អីទេបងប្អូនមកឃើញផូលចេញមកបាទប្លែកតែម្ដងបាទបាទថ្ងៃនេះគឺថានាំក្រុមការងារទៅទស្សនាបាទផ្ទៃទឹកសមុទ្របាទផ្ទៃទឹកសមុទ្រនេះនៅពេលខ្ទង់ប្រហែលជាម៉ោង10ម៉ោង11ហើយទឹកសមុទ្រនឹងឡើង
បាទរៀងក្រន់បន្តិចហើយបាទនៅពេលដែលល្ងាចគឺឡើងដល់ជ្រាំងតែម្ដងបងប្អូនណាបាទហើយនៅទឹកសមុទ្រនេះគឺបាទនៅតាមគៀននៅពេលដែលមានថ្មបាទផ្ទៃគេហៅថាមានដុំថ្មគៀនបាទមានទាំងមឹកមានទាំងអីនៅកកុញបាទកូនគេហៅកូនបាទកូនមឹកកូនអីណានៃអានេះស្អីកូនអីបាទកូនក្រុមបាទបងប្អូនណាហើយជាកូនក្រុមកូនអីហ្នឹងឯងមានងាវមានក្រុមបាទវារុំនៅតាមថ្មណាបាទវាតោងថ្មចឹងទៅគឺមានច្រើនមែនតើបាទទាំងងាវទាំងក្រុមនៅរុំនៅតាមថ្មបាទធំផ្សេងនៅតាមជ្រាំងសមុទ្រហ្នឹងតែម្ដងបងប្អូនបាទបាទសម្រាប់នៅពេលដែលមេឃអត់មានភ្លៀងបាទនៅពេលដែលល្ងាចឡើងបាទចាប់ពីម៉ោង3ជាងឬក៏ម៉ោង4ជាងគឺមានបងប្អូនប្រជាពលរដ្ឋបាទនៅស្ទើរតែមកគ្រប់ទិសទីតែម្ដងដែលគាត់ទៅដើរលេងកម្សាន្តឬក៏បន្ទាប់ពីគាត់ហើយពីកិច្ចការងាររបស់គាត់ចឹងទៅបានមេឃស្រឡះមេឃត្រជាក់ល្អខ្ទង់ប្រហែលជាម៉ោង4ជាងអីចឹងទៅគឺគាត់មកលេងនៅផ្ទៃសមុទ្របាទទស្សនានៅទឹកសមុទ្របាទទស្សនានៅបាទជ្រាំងឬក៏បាទដើរលេងកម្សាន្តនៅមើលសត្វផ្សេងបាទមានស្ទូចត្រីបំបក់ត្រីបាទមើលនៅបាទក្រុមងាវអីចឹងទៅគៀននៅតែតាមផ្ទៃសមុទ្រផងដែរបាទពីព្រោះថានៅពេលដែលល្ងាចឡើងគឺអាកាសធាតុត្រជាក់ល្អបាទនៅពេលដែលយើងដើរលេងកម្សាន្តដែលមានផ្ទៃទឹកសមុទ្ររលកក្រំបាទធ្វើឲ្យពេលខ្លះគឺបើយើងបានគេហៅថាហូបនៅបាទគ្រឿងអីខ្លែមអីបន្តិចបន្តួចជាងទៅគឺថាធ្វើឲ្យយើងបាទមានអារម្មណ៍ស្រស់ស្រាយបាទអស់ទុក្ខកង្វល់តែម្ដងបាទបាទអរគុណណាស់បងប្អូនទាំងអស់គ្នាបាទជួបគ្នាជាបន្តទៀតជាមួយនឹង Channel ខ្ញុំបាទផងដែរសម្រាប់ពេលនេះខ្ញុំបាទសូមគោរពលា